បាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងអស់ជាទីមេត្រីនៅពេលនេះវិទ្យុខ្មែរប៉ុស្តិ៍មានកិត្តិយសដោយសារលោកឧត្តមសេនីយ៍មួយរូបនៃកងយុទ្ធពលខេមរៈភូមិន្ទដែលបម្រើការងារនៅឯអគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានចូលមកឆ្លើយឆ្លងជាមួយនឹងវិទ្យុខ្មែរប៉ុស្តិ៍ជុំវិញទៅនឹងការចល័តទ័ពនៅពេលថ្មីៗនេះរបស់រដ្ឋាភិបាលកម្ពុជាក្រោយការបោះឆ្នោតនៅថ្ងៃទី28ខែកក្កដាឆ្នាំ2013កន្លងទៅនេះមុននឹងចូលទៅនឹងសំណួរខ្ញុំសូមជម្រាបសួរលោកបាទជំរាបសួរបាទដោយសារតែលោកឧត្តមសេនីយ៍សូមនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឥឡូវនេះខ្ញុំសូមសួរសំណួរខ្លះៗទៅកាន់លោកឧត្តមសេនីយ៍ខ្ញុំចង់ដឹងថាក្រោយពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងបានចល័តទ័ពដូចជាមានទាំងរថពាសដែកនិងអាវុធផងនោះតែខ្ញុំចង់ដឹងថាមកដល់ពេលនេះតើស្ថិតិអារម្មណ៍របស់កងទ័ពដែលមកកាន់នៅទីក្រុងភ្នំពេញហើយដែលគេនឹងបំរុងឲ្យទៅបង្ក្រាបមហាបាតុកម្មដែលដឹកនាំដោយគណៈបកសង្គ្រោះជាតិនោះតើពួកគាត់នឹងមានអារម្មណ៍បែបណាហើយបាទសម្រាប់កងយុទ្ធពលខេមរៈភូមិន្ទនេះទាហាននិងពលទាហានទាំងអស់ដែលបានចល័តមកពីបណ្ដាកងឯកភាពជុំវិញរាជធានីភ្នំពេញបណ្ដាខេត្តនៅតាមព្រំដែនបាទហើយឲ្យគ្នាមករស់នៅតាមបណ្ដាវត្តអារាមនៅខាងជិះក្រុងភ្នំពេញដូចជាវត្តសម្រាប់ខាងជើងអីនេះគឺទឹកចិត្តកងទ័ពកាលពីឆ្នាំ2008កងយុទ្ធពលខេមរៈភូមិន្ទធ្លាប់បានទៅបង្វឹកវើនិងអប់រំយុទ្ធសាស្ត្រកងយុទ្ធពលខេមរៈភូមិន្ទឲ្យធ្វើសង្គ្រាមការពារបូរណភាពទឹកដីប្រឆាំងបរទេសដោយមិនបានពឹកវើកងយុទ្ធពលខេមរៈភូមិន្ទឲ្យប្រឆាំងនឹងជនជាតិខ្មែរដល់ពេលនេះកងយុទ្ធពលខេមរៈភូមិន្ទគេមានទឹកចិត្តថាគេមិនធ្វើអីជាមួយប្រជាជនខ្មែរទេហើយគេការពារតែទឹកដីជាតិសាសនានិងព្រះមហាក្សត្រមិនបំរើបុគ្គលណាមួយអំណាចទៅក្រុមបុគ្គលណាមួយទេហើយពោះឥឡូវគ្នាក៏អស់ទឹកចិត្តនឹងក៏បំរើឲ្យបុគ្គលមួយចំនួនដែរដោយសារតែយកគ្នាមកការគ្រប់គ្រងឧបភោគបរិភោគមិនគ្រប់គ្រាន់ថវិកាបានតែមេធំគ្នាក្នុងម្នាក់ត្រូវបាន10000បានតែ4000រៀលតើគ្នារស់ទៅយ៉ាងម៉េចតែនៅក្នុងវត្តអារាមហើយជាក់ស្ដែងទាហានទាំងអស់នោះធ្លាប់តែនៅក្នុងព្រៃឲ្យមកនៅក្នុងភ្នំពេញតើគ្នាស្គាល់អីដូចជាព្រឹកមិញនេះឲ្យទាំងហ៊ាននិងប៉ូលីសទាំង PM ដែលមកពីបណ្ដាខេត្តទាំងអស់ឲ្យដើរឬសម្រាមក្នុងភ្នំពេញដើម្បីឲ្យស្គាល់ភូមិសាស្ត្រទីក្រុងភ្នំពេញហើយនេះហើយជាយុទ្ធវិធីរបស់មេដឹកនាំបដិការដើម្បីទាហានបង្ក្រាបខ្មែរគ្នាឯងក៏ប៉ុន្តែទឹកចិត្តនេះទាហានទាំងអស់ប្រហែលជាដល់ថ្ងៃនោះប្រហែលជានេះទាហានអស់នឹងទម្លាក់អាវុធដើរចូលរួបរวมជាមួយនឹងបាតកម្មទាំងអស់គ្នាដើម្បីលទ្ធិប្រជាធិបតេយ្យសេរីភូមិនៅកម្ពុជាបាទអរគុណលោកឧត្តមសេនីយ៍ខ្ញុំចង់ជំរាបសួរលោកមួយទៀតថាតើកងយុទ្ធពលខេមរៈភូមិន្ទដែលលោកឧត្តមសេនីយ៍បានមានប្រសាសន៍មិញថាពួកគេនឹងចុងបញ្ចប់បើសិនជាមានការធ្វើមហាបាតកម្មកើតឡើងហ្នឹងកងទ័ពនោះនឹងចូលរួមជាមួយនឹងប្រជាពលរដ្ឋក្នុងការទាមទាររកយុត្តិធម៌ផ្សេងៗតើលោកមើលឃើញកត្តាអ្វីខ្លះដែលជំរុញទឹកចិត្តកងយុទ្ធពលខេមរៈភូមិន្ទហ្នឹងឲ្យងាកមកចូលរួមជាមួយនឹងប្រជាពលរដ្ឋវិញបាទកត្តាដែលខ្ញុំមើលឃើញគឺទី1មន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទត្រូវបានមើលងាយមើលថោកពីសំណាក់សម្ដេចនាយកដោយសារករណីវរយុវជនស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រីចុះទៅវាស់ដីនៅតាមព្រំដែនគឺវរយុវជនប៉ុស្តិ៍លោកដេជោហ៊ុនសែនគាត់មានភាពរស់នៅថ្លៃថ្នូរជាងកងយុទ្ធពលខេមរៈភូមិន្ទដែលជាអ្នកបម្រើជាតិគ្រាន់តែយុវជនស្ម័គ្រចិត្តម្នាក់ស្លាប់លោកនាយករដ្ឋមន្ត្រីចុះទៅផ្ទាល់ទៅធ្វើបុណ្យឲ្យតែងតាំងម្ដាយឬមួយគ្រួសារគេជាទីប្រឹក្សាផ្ទាល់ចុះចំណែកអាដាមស្ដីមួយចំនួនដែលពលីតើមានឃើញលោកនាយករដ្ឋមន្ត្រីទៅធ្វើបុណ្យតើមានឃើញលោកនាយករដ្ឋមន្ត្រីតែងតាំងប្រពន្ធកូនគេជាស្អីទេអត់មានទេអានេះហើយដែលធ្វើឲ្យកងយុទ្ធពលខេមរៈភូមិន្ទនេះទាហាននិងពលទាហានអស់បាក់ទឹកចិត្តជាក់ស្ដែងលទ្ធផលនៃការបោះឆ្នោតឃើញហើយនៅឯបណ្ដាកងយុទ្ធពលខេមរៈភូមិន្ទបោះទីតាំងគឺលទ្ធផលបោះឆ្នោតគឺគណៈបកសង្គ្រោះជាតិឈ្នះដាច់អានេះហើយគឺដល់ពេលដែលគេត្រូវបានផ្លាស់ប្ដូរទាហានគ្នាត្រូវការរស់នៅមានសេចក្តីថ្លៃថ្នូរមិនមែនដល់តែចាញ់ឆ្នោតហើយបាននាំគ្នាទៅឡើងប្រាក់ខែឲ្យគេ30%ថៃទៀតទេគេត្រូវការ1លានសម្រាប់ពលទាហានដើម្បីគ្នារស់ក្នុងរបៀបដីថ្លៃថ្នូរសុភមង្គលជាមួយគ្រួសារបាទអរគុណជាស្មីម្ដងទៀតចំពោះលោកឧត្តមសេនីយ៍បាទខ្ញុំចង់ជំរាបសួរថាចេះទៀតប្រសិនបើកងយុទ្ធពលទាំងអស់ហ្នឹងដែលគេប្រើទៅឲ្យបង្ក្រាបបាតកម្មហើយគាត់បែរជាមិនព្រមធ្វើតាមបញ្ជាវិញតើពួកគាត់ហ្នឹងមានបានបង្ហាញថាគាត់មានការព្រួយបារម្ភបើសិនជាគាត់គេប្រើទៅហើយគាត់មិនបានធ្វើទៅតាមបញ្ជាថ្នាក់លើហ្នឹងគេនឹងដកទូនាទីដកហូតយកប្រាក់ខែអីហ្នឹងតើគាត់មានការព្រួយបារម្ភរឿងបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេបាទចំពោះបញ្ហាបើបញ្ជាឲ្យធ្វើហើយមិនធ្វើហើយត្រូវការគម្រាមកំហែងពីមេបញ្ជាការពីមេអង្គភាពចាស់ស្ដែងឥឡូវកងយុទ្ធពលខេមរៈភូមិន្ទដែលបញ្ជូនមកពីទិសជួរមុខទាំងអស់ហ្នឹងអ្នកខ្លះបានវិលត្រឡប់ទៅផ្ទះសម្បែងដោយត្រូវដូចជាប្រពន្ធឬមួយជាម្ដាយឬមួយជាឪពុកឬមួយជាបងប្អូនទូរស័ព្ទបំប្រាប់ថាត្រូវទៅផ្ទះវិញបងប្អូនឈឺអញ្ចឹងហើយមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទមិនខ្លាចការគម្រាមកំហែងពីមេបញ្ជាការទេ
យើងធ្វើការបម្រើជាតិមិនមែនយកកងយុទ្ធពលខេមរៈភូមិន្ទទៅវាកំទេចខ្មែរគ្នាឯងទេយើងត្រូវការពារបូរណភាពជាតិទឹកដីជាមួយនឹងប្រទេសជិតខាងដែររំលោភជាពៀនដូច្នេះរាល់ការគម្រាមកំហែងបញ្ដេញចេញពីអង្គភាពអីមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទគេមិនខ្លាចទេព្រោះគេនៅព្រំដែនគេអាចរស់បានក្នុងការតស៊ូចិញ្ចឹមជីវិតមិនតស៊ូដើម្បីបម្រើជូនបដិការមួយក្រាបតូចប៉ុណ្ណោះទេបាទលោកឧត្តមសេនីយ៍កាលពីខ្ញុំងាកថយក្រោយនៃប្រវត្តិសាស្ត្រខ្មែរយើងបន្តិចពលរដ្ឋខ្មែរបានធ្វើបាតកម្មជាមួយនឹងគណៈបកជាតិខ្មែរក្រោយការបោះឆ្នោតឆ្នាំ1993ហ្នឹងពេលនោះគេបានឃើញរដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងបានប្រើកងកម្លាំងហ្នឹងទៅបង្ក្រាបប្រជាពលរដ្ឋដែរប៉ុន្តែគេហាក់បីដូចសង្ស័យថានៅជួរមុខដែលកងកម្លាំងទៅបង្ក្រាបនោះសាច់ឈាមនៃកងទ័ពទៅនោះមើលទៅហាក់បីដូចមានសម្បល់ពណ៌សហើយគេបានស្ដាប់ឮសំឡេងនោះនិយាយជាភាសាយួនទៀតហើយមានការសង្ស័យថាកម្លាំងដែលដាក់ជួរមុខទៅឲ្យវាយប្រជាពលរដ្ឋដើម្បីកំទេចកន្លែងដែលប្រជាពលរដ្ឋនាំគ្នាធ្វើបាតកម្មនៅខាងមុខមានរដ្ឋសភាចាស់ហ្នឹងគេសង្ស័យថាជាកងទ័ពយួនដោយសារគេវិភាគថាកងទ័ពខ្មែរដែលមានឈាមជាខ្មែរហ្នឹងមិនអាចនឹងទៅវាយសាច់ឈាមដែលជាខ្មែរដូចគ្នាទេតែនៅពេលនេះប្រសិនជាកងទ័ពទាំងនោះមានចិត្តរុញរាហើយមិនធ្វើតាមបញ្ជាតើអាចមានសភាពការណាមួយបញ្ជូនអ្នកដែលមានសាច់ឈាមសខាងពីខាងក្រៅមកអីទៀតទេមិនទៅបើខ្ញុំសូមជម្រាបឆ្នាំ98កងយុទ្ធពលខេមរៈភូមិន្ទមិនទាន់បានអប់រំចិត្តសាស្ត្រយោធាក្នុងការពារទឹកដីបូរណភាពចំពោះប្រទេសឆ្លងឈ្លានពានទេគឺជំនាន់ហ្នឹងគឺយើងទៅចំបាច់បញ្ចូលគ្នាគឺទីមួយការពារមេដឹកនាំរៀងៗខ្លួនដូច្នេះសូម្បីតែខ្ញុំក៏ចេះភាសាវៀតណាមមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទទាំងអស់ដែលបានទៅរៀននៅវៀតណាមក៏ចេះវៀតណាមពេលខ្លះបញ្ជាមកពេលបញ្ជាតាមឯកគោមភាសាខ្មែរអ្នកខ្លះស្ដាប់ដឹងអញ្ចឹងគេបញ្ជាតាមភាសាវៀតណាមនិយាយភាសាវៀតណាមជួនកាលគេនិយាយភាសារុស្ស៊ីអញ្ចឹងប៉ុន្តែបច្ចុប្បន្ននេះយើងមន្ត្រីកងយុទ្ធពលខេមរៈភូមិន្ទដែលមកពីទិសជួរមុខទាំងអស់ហើយមិនធ្វើការក៏គេមានកម្លាំងគេផ្ទៃក្នុងផងគេដែលនៅអង្គរៈផងគេដែលនៅជាមួយកូនគេខាងប្រចាំភេរវកម្ម5-600នាក់ហ្នឹងគេអ្នកធ្វើប៉ុន្តែខ្ញុំសង្ឃឹមថា5-600នាក់ហ្នឹងក៏មិនអាចធ្វើទាំងអស់ដែរព្រោះលទ្ធផលបោះឆ្នោតឃើញហើយនៅខេត្តកណ្ដាលអង្គរៈប្រមាណ1000នាក់ដែលខេត្តកណ្ដាលនៅតែចាញ់ឃើញហើយនៅចោមចៅង70ប្រមាណហេតុដើម្បីសង្កាត់ចោមចៅនៅតែចាញ់ខ្ញុំជឿជាក់ថាខ្មែរលេខសម្រាប់ខ្មែរហើយខ្មែរត្រូវការស្រឡាញ់គ្នាដូចព្រឹកមិញនេះខ្ញុំអរគុណយុវជន50-60នាក់ដែលបានយកផ្កាយទៅជូនកងយុទ្ធពលខេមរៈភូមិន្ទនគរបាលជាតិនៅតាមដងផ្លូវជាផ្កាកលាប់បលឿងនឹងហើយសពបញ្ជាក់ថាខ្មែរលែងត្រូវការចម្បាំងខ្មែរត្រូវការសន្តិភាពអញ្ចឹងមិនមែនឃើញថាកងយុទ្ធពលខេមរៈភូមិន្ទនឹងអាក្រក់ទេមានអ្នកគេស្រឡាញ់ជាតិប៉ុន្តែគេមិននិយាយមិនចាញ់បើនិយាយទៅគ្នាវាស្លាប់អញ្ចឹងគ្នាសុខចិត្តតស៊ូប៉ុន្តែពេលដែលប្រើមកគឺមិនធ្វើការទេហើយជាក់ស្ដែងឥឡូវនេះកងយុទ្ធពលខេមរៈភូមិន្ទយកមកពីក្រៅមិនឲ្យគ្នាមានកំភ្លើងប៉ុណ្ណឹងសូមអីអស់លោកទាំងមើលទៅប៉ូលីសទាំងអស់តែយកមកបណ្ដាខណ្ឌអត់មានកំភ្លើងទេមានតែដបងអាស័យហើយនឹងកំពុងទឹកពណ៌ខៀវលាបពណ៌ខ្មៅដាក់ចាក់បេតុងពីក្នុងចាក់ស៊ីម៉ងពីក្នុងដើម្បីកាន់ឲ្យរឹងដើម្បីវាយបាតកោព្រោះឥឡូវស្អែកកម្លាំងលោកនាយករដ្ឋមន្ត្រីមិនទុកចិត្តគ្នារៀងៗខ្លួនខ្លាចគ្នាឯងលេគ្នាឯងអញ្ចឹងហើយបានគាត់បង្កើតយកអង្គរៈគាត់1500នាក់បូកនឹងកម្លាំងPM 500-600នាក់យកទៅដាក់នៅវត្តលង្កាដើម្បីការពារផ្ទះគាត់ហើយចេះស្ដែងមកអស់លោកទៅមើលទៅនៅក្នុងវត្តលង្កាហ្នឹងឃើញកម្លាំងហ្នឹងប៉ុន្តែកម្លាំងទាំងអស់ហ្នឹងតើទុកចិត្តអត់ដែលការពារគាត់ចាស់ស្ដែងយើងមើលប្រវត្តិសាស្ត្រនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ98ស៊ូអូតូប្រជាទាហានចុងបញ្ចប់ទាហានបកទៅដកស៊ូអូតូចេញខ្ញុំសង្ឃឹមថាស្រុកខ្មែរនឹងអញ្ចឹងហើយខ្ញុំជឿជាក់90%ទាហាននឹងធ្វើអញ្ចឹងពួកគេឈឺចាប់ណាស់នៅព្រំដែនឲ្យរបបគ្នាស៊ីម្នាក់10000ប៉ុន្តែទទួលបានតែ4000រៀលទេរាល់ថ្ងៃជាក់ស្ដែងនៃថ្ងៃបោះឆ្នោតឃើញកូនទាហានមួយទៅសេក្នុងស្លឹកឆ្នោតឲ្យឃើញទេអានឹងហើយលោកនាយករដ្ឋមន្ត្រីជឿតែប្រមាណក្បាលដែលលោកជឿនោះអានឹងហើយដែលជីវិតទាហានវេទនាណាសូម្បីតែបោះឆ្នោតឲ្យគ្នាស្លាប់អូតែលុយបូជាសពមិនបានផងនឹងទាហាននៅប្រាសាទតាកបីបានលោកឧត្តមសេនីយ៍ខ្ញុំចង់ឲ្យលោកជួយជំរាបបន្តិចថាចេះតើលោកអាចបានប្រមាណបានតើមានកងកម្លាំងនឹងប្រហែលជាប្រមាណភាគរយដែលមានការរុញរាចំពោះការបញ្ជានៅពេលនេះបាទជាក់ស្ដែងមកដល់ពេលនេះខ្ញុំឃើញថាកម្លាំងដែលមានហើយដែលយកមកត្រៀមនឹងទាំងអស់ហ្នឹងវាមានជាង10000នាក់ខ្ញុំជឿថាក្នុងនោះ70% គឺគេគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិជាក់ស្ដែងលទ្ធផលបោះឆ្នោតមានហើយអញ្ចឹងលោកនាយករដ្ឋមន្ត្រីគាត់កំពុងតែគិតតើអ្នកណាមួយស្មោះនឹងគាត់មិនស្មោះគាត់ជាក់ស្ដែងឃើញគាត់មិនបានបញ្ជានាយឧត្តមសេនីយ៍គុំគីមគាត់អាចបានបញ្ជានាយឧត្តមសេនីយ៍ប៉ុលស្រឿនគាត់បានបញ្ជានាយឧត្តមសេនីយ៍មាសភាមកបញ្ជាការបង្ក្រាបបាតកម្មនេះធម្មតាគាត់ជាកម្មវិការគាត់ទៅធ្វើប៉ុន្តែឥឡូវបញ្ជាទៅឲ្យទេណាដោយឯកឧត្តមហ៊ុនម៉ាណែតជាកូនប្រុសរបស់គាត់ជាអ្នកបញ្ជាភេរវកម្មសម្រាប់សង្គ្រាមភេរវកម្មបង្ក្រាបបាតកម្មនៅក្នុងទីក្រុងភ្នំពេញអានឹងហើយដែលឃើញតែបែកបាក់ផ្ទៃក្នុងជាក់ស្ដែងឯកឧត្តមហ៊ុនគីមអត់បាននៅក្នុងជួរកងកម្លាំងអាវុធតទៅទេគាត់ទៅជាធ្វើជាមន្ត្រីនយោបាយនៅខេត្តឧត្តរមានជ័យបាត់ទៅហើយខ្ញុំសង្ឃឹមថាខ្ញុំជឿជាក់ថា
ការបង្ក្រាបលើនេះខុសពី1998ដោយសារខ្មែរលែងត្រូវការវាយខ្មែរហើយខ្មែរត្រូវការការពារខ្មែររួមរំគ្នាដើម្បីសាមគ្គីគ្នាហើយខ្ញុំសំណូមពរតែមួយទេសូមកុំឲ្យខ្មែរលៀបពណ៌សូម្បីតែខ្ញុំក៏ជាមន្ត្រីគណៈបព្វជិជនក៏ប៉ុន្តែខ្ញុំមិនបានបោះឆ្នោតឲ្យគណៈបព្វជិជនខ្ញុំបោះឆ្នោតឲ្យគណៈបព្វសង្គ្រោះជាតិកូនទាហានខ្ញុំទាំងអស់ក៏បោះសង្គ្រោះជាតិដែរអញ្ចឹងហើយកងយោធពលខេមរៈភូមិន្ទគេបង្ខំឲ្យទៅចុះមូលដ្ឋានឃោសនាប៉ុន្តែបើខ្ញុំមិនធ្វើខ្ញុំត្រូវដោយលោកដឹងហើយគេដកហូតទូនីតិធ្វើទរណកម្មចោតយើងទៅនេះបង្កាត់ជារឿងចាប់យើងដាក់គុកអញ្ចឹងបានទាហានទាំងអស់ពលទាហានទាំងអស់គេសុខចិត្តងើបឡើងតស៊ូដើម្បីប្រទេសឯករាជ្យមួយរស់នៅសេចក្តីថ្លៃថ្នូរដោយប្រទេសជិតខាងដោយប្រជាជនថៃដោយទាហានថៃគេប្រាក់ខែគេសមរម្យមិនដូចប្រាក់ខែទាហានខ្មែរបើកមួយខែចំប្រពន្ធប្រហែល3ថ្ងៃមួយអាទិត្យផងអានេះហើយដែលវេទនាមានបានតែក្រុមគាត់តែអង្គរៈគាត់ដែលរស់ស៊ីដឹកឈើកញ្ញូងដែរទេដែលមានបានសម្រាប់ទាហានពិតប្រាកដគ្នារត់តបាយស៊ីមិនបានទេបាទលោកឧត្តមសេនីយ៍ជាសំណួរចុងក្រោយខ្ញុំចង់ឲ្យលោកឧត្តមសេនីយ៍ជួយឲ្យជាកំណត់ច្បាស់ថានៅពេលដែលមហាបាតកម្មដែលកើតឡើងចេញពីឆន្ទៈរាស្ត្រហ្នឹងពេលនោះនឹងប៉ះជាមួយនឹងកងកម្លាំងរបស់រដ្ឋាភិបាលមានដូចជាអទេសតង់រថក្រោះអីនឹងមកពាំងពីមុខអីចឹងតើអ្នកដែលទៅធ្វើបាតកម្មហ្នឹងគួរតែធ្វើយ៉ាងម៉េចនៅពេលហ្នឹងបាទខ្ញុំជឿថានឹងមានអូតូប្លង់ដេនិងរថតង់កងច្បាប់នឹងមកពាំងក៏ប៉ុន្តែបើអ្នកបាតកម្មអហិង្សាមិនធ្វើអីតែហ៊ានក៏គេមិនធ្វើអីដែរទោះជាអ្នកនោះកាយសាហាវក៏មិនហ៊ានស្លាប់ខ្មែរដែរព្រោះគេអាណិតគេស្រឡាញ់ខ្មែរអ្នកដែលលើកដៃបាញ់ពីលើកមុនមិនមែនជាខ្មែរប៉ុន្តែឥឡូវខំទេពលទាហានទាំងអស់បានអប់រំចិត្តសាស្ត្រយោធាយើងមិនស្លាប់ខ្មែរទេយើងត្រូវតែការពារបូរណភាពដីជាមួយថៃអញ្ចឹងយើងបាញ់តែជាមួយថៃទេដល់យកទាហានបាញ់ជាមួយថៃយកមកបាញ់ជាមួយខ្មែរគេមិនបាញ់ទេគឺគេនិយាយថាកូនគេកូនយើងប្អូនគេប្អូនយើងម៉ែគេម៉ែយើងឪពុកគេឪពុកយើងអញ្ចឹងហើយដែលទាហានទាំងអស់គ្មានទឹកចិត្តនឹងមកវាយខ្មែរទេក៏ប៉ុន្តែធ្វើម៉េចនេះគឺជាបញ្ជារបស់ជនផ្ដាច់ការអញ្ចឹងខ្ញុំសំណូមពរឲ្យបងប្អូនសហគមន៍នៅក្រៅប្រទេសទាំងសហគមន៍អឺរ៉ុបទាំងអាមេរិកទាំងអូស្ត្រាលីទាំងសូពេងទាំងអីទាំងអស់សូមមកជួយគាំទ្រហើយកុំលៀបពណ៌ឲ្យថាអានេះទាហានគណៈបព្វជិជនផ្សព្វវាអត់ទេទាហាន 70% ហើយដែលបោះឆ្នោតតម្លាក់លោកនាយករដ្ឋមន្ត្រីគេចង់ដូរគេគណៈបព្វជិជនថាដូរប៉ុន្តែសម្រាប់ពួកទាហានគេថាសុំដកចេញអរគុណបាទជាចុងបញ្ចប់នេះខ្ញុំបាទសវណ្ណរិទ្ធីតាំងនាមឲ្យសុខខ្មែរប៉ុស្តិ៍ខ្ញុំសូមអរគុណលោកឧត្តមសេនីយ៍ដែលបានផ្ដល់ជាកិច្ចសម្ភាសជូនសុខខ្មែរប៉ុស្តិ៍ចង់ដឹងពីគោលចំហរបស់កងយោធពលខេមរៈភូមិន្ទនៅក្នុងប្រទេសកម្ពុជាចង់ដឹងថាតើមកដល់ពេលនេះតើគាត់មានអារម្មណ៍យ៉ាងណាចំពោះការបញ្ជាមកឲ្យបង្ក្រាបប្រជាពលរដ្ឋដែលមានឈាមចូលដូចគ្នាបាទខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកបាទសូមអរគុណបាទ